សូមក្រាបថ្វាយបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមរាជនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជាព្រះករុណាជាអង្គម្ចាស់ជីវិតលើកវងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហាខិត្តរិទ្ធដែលប្រជារាស្ត្រទូទាំងព្រះជាណាចក្រកម្ពុជាប្រារព្ធព្រះរាជពិធីខួបទី20នៃការគ្រប់គ្រងបរមរាជសម្បត្តិថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើកវងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងនាមសមាជិកសមាជិកាព្រឹទ្ធសភានៃព្រះជាណាចក្រកម្ពុជាទូលព្រះបង្គំជាខ្ញុំសូមបរមរាជានុញ្ញាតលំអរកាយលើកហាត់ប្រណម្យអញ្ជលីបួងសួងដល់គុណតេជះបារមីនៃព្រះអតីតព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គដែលទ្រង់មានឫទ្ធានុភាពសូមព្រះអង្គប្រទានព្រះពរប្រោះព្រំថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើកវងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចដើម្បីជាតិមាតុភូមិប្រជារាស្ត្រកម្ពុជានិងសូមព្រះអង្គទទួលបានព្រះមហាជោគជ័យដ៏ត្រចះត្រចង់បបិទ្ធព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងសមានចិត្តស្វាមីភក្ត្រចំពោះរាជបល្ល័ង្កទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតជាថ្មីម្ដងទៀតសូមថ្វាយការគោរពកោតចាប់ចែងដោយសន្តិចិត្តបំផុតចំពោះរាជហឫទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តមឧត្តមរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើកវងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតែជានិច្ចកាលព្រះអង្គតែងតែប្រកាន់ភ្ជាប់ជួនតាមព្រះរាជគំរូព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះករុណាព្រះបរមរតនកោដ្ឋនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពុទ្ធរាជធម៌និងជាម្លប់ដ៏ត្រជាក់ត្រចង់សម្រាប់ទូលបរមគុំជាខ្ញុំនិងប្រជារាស្ត្រគ្រប់រូបជ្រកកោតក្រោមដៃជះបារមីបានសេចក្តីសុខសែមសាន្តជានិច្ចនិរន្តរ៍តរៀងទៅឆ្លៀតឱកាសដ៏កម្រនេះសូមរាជានុញ្ញាតឲ្យទូលបង្គំរំលឹករឿងអតីតកាលខ្លះដែលតាក់ទងដល់រាជបល្ល័ង្កនិងរបបរាជានិយមនៅកម្ពុជាក្រោមកណ្ដាប់ដៃនៃរដ្ឋប្រហារ18មីនា1970របបរាជានិយមត្រូវបានបំបត្តិចោលនិងឆ្លងកាត់របបនយោបាយផ្សេងៗគ្នា3ជំនាន់រយៈពេល23ឆ្នាំទើបរបបរាជានិយមត្រូវបានបង្កើតឡើងវិញដែលនេះគឺជាអច្ឆរិយហេតុតែមួយគត់នៅលើពិភពលោកយើងនេះទូលព្រះបង្គំនិងភរិយាពិតជាមានមោទនភាពដែលបានដង្ហែសម្ដេចឪសម្ដេចម៉ែនិងព្រះរាជវង្សានុវង្សចូលមាតុប្រទេសនិងព្រះបរមរាជវាំងវិញនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1991ទូលព្រះបង្គំរួមជាមួយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋបានដឹកនាំសមាជិកសមាជិកាសភានៃគណៈបកប្រជាជននិងគណៈបកហ្វុនពេជ្រដោយមានកិច្ចសហការពីគណៈបកដែលមានអាសនៈ
ក្នុងសភាធម្មនុញ្ញអនុម័តបានរដ្ឋធម្មនុញ្ញដែលបង្កើតឡើងវិញនៅរបបរាជានិយមនៅថ្ងៃទី24កញ្ញាឆ្នាំ1993ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិទូព្រះបង្គំបានចូលរួមបោះឆ្នោតថ្វាយសម្ដេចឪជាព្រះមហាក្សត្រដំបូងនៃព្រះរាជាណាចក្រកម្ពុជាទី2នៅថ្ងៃទី24កញ្ញាឆ្នាំ1993 20ឆ្នាំមុននេះជាថ្មីម្ដងទៀតទូព្រះបង្គំបានចូលរួមបោះឆ្នោតថ្វាយព្រះករុណាជាអង្គម្ចាស់ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិផងនិងក្នុងឋានៈជាប្រធានគណៈកម្មការបោះឆ្នោតដោយមានសម្ដេចក្រមព្រះនរោត្តម រណិតជាសមាជិកផងនៅរសៀលថ្ងៃ14តុលា2004នៅក្នុងព្រះបរមរាជវាំងនេះ20ឆ្នាំក្រោយមកលុបដ៏ត្រជាក់របស់ព្រះករុណាអនុញ្ញាតឲ្យទូព្រះបង្គំបានបំពេញបេសកកម្មដឹកនាំរាជរដ្ឋាភិបាលប្រកបដោយជោគជ័យធានាដល់ការបន្តវេនពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មីដែលសុទ្ធសឹងតែជាអ្នកស្មោះត្រង់និងការពីរបបរាជានិយមរាំងរឹងមាំដែលគ្មានអនុភាពបតិកិរិយាណាមួយអាចបំផ្លាញរាជបល្ល័ង្កបានឡើយជាថ្មីម្ដងទៀតក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាទូព្រះបង្គំជាខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកមានទេវតារក្សាព្រះមហាស្វេតឆ័ត្រសូមព្រះអង្គជួយអភិបាលគ្រប់គ្រងថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមព្រះអង្គបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីជាកិលេសឆ្លៀតក្នុងឱកាសនេះដែរទូព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរជ័យសិរីមង្គលថ្វាយសម្ដេចព្រះមហាក្សត្រីព្រះបរមរាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការជាម្លប់ដ៏ត្រជាក់ដល់កូនចៅទួតរបស់ព្រះអង្គតរៀងទៅសូមព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះមេត្តាទទួលនៅគិរវៈភក្តីភាពកតញ្ញូតាធម៌សេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូប្រគំជាខ្ញុំនិងសមាជិកសមាជិកាទាំងអស់នៃព្រឹទ្ធសភាដោយព្រះរាជហឫទ័យករុណាអនុគ្រោះសូមអរគុណសូមអរគុណ